ថ្ងៃនេះខ្ញុំមកបងរៀនបងប្អូនរបៀបដាក់សំឡេងឲ្យវានិយាយភាសាជប៉ុនឬនិយាយភាសាផ្សេងទៀតនឹងជាផ្សេងទៀតបងប្អូនហើយជាដំបូងនៅពេលដែលបងប្អូននេះមកជួយបងប្អូនជួយ setting ហើយបងប្អូនចុចទៅលើភាសាខ្មែរបងចុច voice នេះគឺជាខ្ញុំដាក់ភាសាជប៉ុនហើយនៅពេលបងប្អូនចង់ដូរដាក់ភាសាបងប្អូនចុច download ហើយនេះគឺជានៅពេលនេះខ្ញុំ download ហើយចឹងដល់ពេលយើងចុចទៅលើភាសាជប៉ុនហើយយើង clear game ចោលបងប្អូន clear game ចោលសិននេះដូចលើវីដេអូខ្ញុំដាក់ឲ្យចឹងគឺ clear game Mobile Legends ចោលហើយចូលមកវិញទៅវានឹងដូរភាសាទៅជាភាសាជប៉ុនអូតូម៉ាទិកដែរបងប្អូនបើមិនជាបងប្អូនចង់ដាក់ភាសាផ្សេងទៀតអាច scroll មើលទៅអានេះខ្ញុំកំពុងចូលទៅកាន់ឲ្យដូរទៅនិយាយភាសាជប៉ុនណាដោយសារខ្ញុំលេង Mobile Review ហើយតែវាសូមអ្នក subscribe បងប្អូនជួយ subscribe channel ខ្ញុំផង100 subscriber ខ្ញុំមានកាដូជូនបងប្អូនទាំងអស់គ្នាតោះឥឡូវមកចូលមកវីដេអូយើងវិញហើយនេះអានេះ One Star Epic គេ Fan Epic តិចទៀតខ្ញុំបុកទិញហើយអត់តែយើងញ៉ាំតែលុយបុកណាឥឡូវឃើញនេះចាំខ្ញុំចុច scroll អត់ស្មាន skin បងប្អូនសាខ្ញុំបុកទិញវិញតែឃើញបងប្អូនអត់ស្មាន skin អត់ឲ្យច្រឡំអត់ទេគឺ account អ្នកស្មាន skin វា account ធំគេបាត់អស់ចឹងទៅលេង account ទូសិនទៅនេះខ្ញុំចូលយូរមែននេះចាំបងប្អូននេះ何があろうと俺は俺だគឺវានិយាយភាសាជប៉ុនអូខេអរគុណនេះហើយ